ណាដែលថាអត់ស្គាល់មួយមុខនេះមួយមុខនេះភាគច្រើនគឺមាននៅតាមរោងការគឺគេអត់ដែលចោលទេភាគច្រើននៅភ្នំពេញគឺគេលក់ពេលល្ងាចគេអត់ដែលសូវលក់ពេលថ្ងៃទេហើយខ្ញុំចង់ញ៉ាំពេលថ្ងៃអញ្ចឹងមានតែទិញគ្រឿងយកមកធ្វើញ៉ាំខ្លួនឯងហ្នឹងឯងមួយមុខនេះគឺស្រួលធ្វើមែនតើហ្មងគាត់តែរៀងជិបចប់បន្តិចបន្លែរៀងច្រើនមុខអញ្ចឹងណាហើយសម្រាប់ខ្ញុំពិបាកជាងគេពេលបំពងមីសួរតែរឿងហាន់បន្លែស្ងោរសាច់ហើយធ្វើទឹកជ្រលក់ហ្នឹងគឺងាយស្រួលមែនតើហ្មងសម្រាប់បន្លែដែលខ្ញុំយកមកធ្វើញ៉ាំហ្នឹងមានតែស្ពៃក្តោបស្វាយស្ពៃក្តោបពណ៌សការ៉ុតម្ទេសផ្លោកហើយនឹងជីគ្រប់មុខនឹងឯងហើយរបៀបដែលខ្ញុំហាន់បន្លែហ្នឹងបងប្អូនអាចមើលតាមវីដេអូជាក់ស្ដែងបានណាបន្លែខ្ញុំហាន់ហើយដាក់នៅលើថាសបែបនេះហ្មងហើយពេលដែលយើងយកមកញ៉ាំមកគ្រាន់តែចាប់យកមកញ៉ាំគឺស្រួលមែនតើហើយសាច់ដែលខ្ញុំយកមកដាក់ជាមួយញ៉ាំហ្នឹងមានសាច់ជ្រូក3ជាន់មានមឹកហើយនឹងបកាសាច់ជ្រូក3ជាន់ណាខ្ញុំស្ងោររៀងយូរជាងគេព្រោះអីម៉ាក់ដាក់នៅខ្លះសេបកបកាហើយនឹងមឹកគឺខ្ញុំហាន់បែបហ្នឹងហើយខ្ញុំយកទៅសុះហ្នឹងអត់យូរទេព្រោះបកានិងមឹកគឺឆាប់ឆ្អិនមែនតើឥឡូវដល់វគ្គធ្វើទឹកត្រីផ្អែមដែលយកមកញ៉ាំហ្នឹងហើយបរិមាណទឹកត្រីគឺខ្ញុំថ្លឹងយក80ក្រាមចំពោះស្ករគឺខ្ញុំយក160ក្រាមពេលយកទៅដាក់លើភ្លើងហ្នឹងគឺខ្ញុំបន្ថែមប៊ីចេងមួយស្លាបព្រាកាហ្វេហើយថែមទឹក60 ml ដែរកូននៅលើភ្លើងបែបហ្នឹងគឺចង់ឲ្យស្ករឆាប់លាយពេលស្ករអត់តន់លាយហ្នឹងគឺខ្ញុំមកហាន់ជាមួយនឹងសាច់ជ្រូក3ជាន់កុំឲ្យខាតពេលអញ្ចឹងណាជំរើសសាច់បងអូនអាចបន្ថែមជាមួយនឹងសាច់មាន់ស្ងោរក៏បានជើងមាន់ជើងទាក៏បានដែរចង់បញ្ជាក់បងប្អូនពីរសជាតិទឹកត្រីដែលខ្ញុំប្រាប់មុនហ្នឹងបន្តិចណាបរិមាណដែលខ្ញុំធ្វើមុនហ្នឹងគឺរសជាតិអត់សូវដិតប៉ុន្មានទេសម្រាប់បងអូនដែលចង់បានរសជាតិដិតជាងហ្នឹងបងអូនអាចលៃលត់ទៅតាមរសជាតិដែលបងប្អូនចង់បានណាពេលដែលខ្ញុំកូរស្ករឲ្យលាយហើយហ្នឹងខ្ញុំទុកឲ្យត្រជាក់បន្តិចបានខ្ញុំបន្ថែមជាមួយនឹងខ្ទឹមនិងម្ទេសកិនចូលទៅហើយបើក្រូចឆ្មាវិញគឺខ្ញុំច្របាច់6ផ្លែហ្មងតែបងអូនអាចប្រើជាប្រភេទទឹកខ្មេះបានណាហើយកំឡុងពេលដែលខ្ញុំទៅសាទិញបន្លែប្លុកហ្នឹងក៏ងាកទៅឃើញចាននេះមួយដែរនិយាយទៅតំណងទុកសម្រាប់ដាក់ឲ្យញោមនឹងមែនតែនហ្មងណាចានហ្នឹងគឺផ្សាយធំមែនតែនហ្មងធំជាងចានប៉ងកពើទៀតបើនិយាយពីតម្លៃវិញគឺកាន់តែធូរខ្ញុំទិញក្នុងតម្លៃ3500លុយខ្មែរហ្នឹងណាហើយបងអូនណាកុំភ្លេចសណ្តែកដីលីងណាអត់សណ្តែកដីគឺចាប់ហ្មងដល់វគ្គអំពងមីសួរហ្នឹងគឺយ៉ាប់មែនតែនហ្មងខ្ញុំគិតថាវគ្គមីសួរអំពងហ្នឹងគឺស្រួលជាងគេតែការប៉ັດអត់ទេគឺពិបាកហ្មងខ្ទៀតខ្លាញ់ឡើងពេញចក្រានលើគ្រឿងផ្សំខ្ញុំបានធ្វើឲ្យអស់ហើយខ្ញុំយកមីសួរដាក់ពីខំបាតចានហើយខ្ញុំចាប់បន្លែដាក់ចូលក្នុងកធុនដែកមួយដើម្បីយកទៅក្លុកគ្រឿងជាមួយនឹងទឹកត្រីឲ្យហើយចំពោះការដាក់បន្លែហើយនឹងសាច់បងអូនអាចលៃលត់ទៅតាមមីសួរអំពងយើងបានណាពេលឃើញបន្លែពេញកធុនហ្នឹងតែដល់ពេលយើងច្របល់ជាមួយទឹកត្រីញ៉ាំទៅគឺបន្លែនឹងរៀងធូរតិចហើយបើទឹកត្រីវិញបងអូនអាចលៃលក់ទៅតាមបន្លែហើយនឹងសាច់ដែលយើងបានដាក់ចូលកធុនហ្នឹងនិយាយទៅកុំដាក់ឲ្យលើសពេកខ្លាចភ័យឲ្យសុកចិត្តឲ្យស្ទើចាំយើងថែមតាមក្រោយអានឹងស្រួលជាងហើយញ៉ាំដែលខ្ញុំធ្វើថ្ងៃហ្នឹងគឺញ៉ាំបាន2ចានធំហ្មងមួយចាននេះគឺខ្ញុំញ៉ាំនៅផ្ទះមួយម៉ាក់ហើយមួយចានទៀតគឺខ្ញុំឲ្យបងស្រីខ្ញុំយកទៅញ៉ាំនៅផ្ទះគាត់ឲ្យគាត់ញ៉ាំខ្លួនឯងអញ្ចឹងទៅហើយគ្រាន់តែសាច់ខ្ញុំធ្វើគ្រឿងញ៉ាំហ្នឹងចិត្ត2ម៉ោងអ្នកទាំងអស់គ្នាបានញ៉ាំលាងបន្លែហាន់បន្លែធ្វើទឹកជ្រលក់អំពងមីសួរស្ងោរសាច់តែរសជាតិគឺឆ្ងាញ់មែនតើយើងធ្វើញ៉ាំខ្លួនឯងអញ្ចឹងរសជាតិដាក់ម៉ាសាឡាញ់មក